Yo hello ក៏ដូចជាសួស្តីអ្នកនរគ្នាស្វាគមន៍អ្នកនរគ្នាមកកាន់ Channel YouTube ខ្ញុំទៀតហើយបាទហើយវីដេអូនេះដែរខ្ញុំនឹងមកធ្វើការឆ្លើយ comment បងប្រុសម្នាក់គាត់បានឲ្យខ្ញុំជួយធ្វើ V3 ឲ្យគាត់អីចឹងណាគ្នាយើងបាទឥឡូវមុននឹងចូលទៅកាន់វីដេអូអ្នកគ្នាមកថ្មីកុំភ្លេចណាជួយចុច like និង subscribe Channel YouTube ខ្ញុំម្នាក់មួយផងណាដើម្បីបានវីដេអូថ្មីពីខ្ញុំមុនគេអញ្ចឹងណាគ្នាយើងបាទតែខ្ញុំសូមបញ្ជាក់គ្នាយើងតិចណាគ្នាយើងបាទបើសិនថារ៉េសរបស់អ្នកគ្នាមិនមែនជាប្រភេទរ៉េសដូចខ្ញុំទេអ្នកគ្នាមិនមើលវីដេអូនេះទេបាទព្រោះរ៉េសរបស់ខ្ញុំគឺជាប្រភេទរ៉េសត្រីឆ្លាមអីចឹងណាគ្នាយើងបាទហើយវីដេអូនេះគឺខ្ញុំមកបរៀនអ្នកគ្នាពីរបៀបធ្វើរ៉េសត្រីឆ្លាម V3 ទេគ្នាយើងបាទបើសិនថាអ្នកគ្នាប្រភេទរ៉េសផ្សេងអីអ្នកគ្នាអាចមើលវីដេអូបងផ្សេងគាត់បរៀនបានណាអ្នកគ្នាបាទរ៉េសរបស់ខ្ញុំគឺជាប្រភេទរ៉េសត្រីឆ្លាមទេដើម្បីធ្វើបានអ្នកគ្នាជាដំបូងអ្នកគ្នារត់មកតាមខ្ញុំមកបាទហើយក៏សូមអធិស្ឋានគ្នាយើងខ្លាំងមែនតើសម្រាប់សំឡេងរំខានពីខាងក្រៅអញ្ចឹងណាគ្នាយើងបាទដោយសារអីគឺខ្ញុំបញ្ចូលសំឡេងពេលថ្ងៃអញ្ចឹងពេលខ្លះនឹងមានមន់រងាវផងមានសំឡេងឡានសំឡេងម៉ូតូផងអីចឹងណាគ្នាយើងបាទតែកន្លែងត្រាំងគេវាយងាប់បាត់ហើយបាទយើងរត់ទៅសាថ្មីមកបាទគ្នាយើងរត់ទៅតាមខ្ញុំមកបាទរត់នេះមកកាន់កោះកន្លែងត្នេះអញ្ចឹងណាគ្នាយើងបាទរត់មកកោះកន្លែងផ្កាកន្លែងជូករត់នេះគ្នាយើងបាទយើងរត់ទៅការរត់រកទ្វារដើម្បីរត់រកទ្វារនឹងដែរដើម្បីយើងទៅនិយាយជាមួយនឹង NPC មួយអញ្ចឹងណាគ្នាយើងបាទវានៅខាងក្នុងនឹងអីចឹងណាហ្នឹងហើយគ្នាយើងបាទនេះគ្នាយើងបាទកន្លែងទ្វារចូលអញ្ចឹងណានេះយើងរត់មកនិយាយជាមួយវាមកបាទយើងមកដល់កន្លែងនេះគ្នាយើងចុចនិយាយយកមកបាទនៅពេលដែលវាចេញអក្សរបែបនេះអ្នកគ្នាគ្រាន់តែធ្វើតាមខ្ញុំមកបាទអ្នកគ្នាទៅវាយជាមួយនឹង CB អីចឹងណាគ្នាយើងបាទបិសាចអន្ទង់នៅក្នុងសមុទ្រអីចឹងណាអ្នកគ្នាមានគ្នាទៅជួយវាយអ្នកគ្នាហៅគ្នាទៅជួយវាយទៅបាទតែសម្រាប់ខ្ញុំអត់មានគ្នាទៅជួយវាយទេគឺខ្ញុំធ្វើដំណើរទៅវាយម្នាក់ឯងអីចឹងណាគ្នាយើងបាទយើងធ្វើការទិញទូកមកគ្នាយើងបាទទិញទូកដើម្បីចេញទៅកាន់មហាសមុទ្រដ៏ធំអីចឹងណាគ្នាយើងបាទដើម្បីទៅវាយជាមួយនឹង CB អីចឹងណាហើយកន្លែងត្នឹងដែរខ្ញុំអត់ឃើញមានចំណុចសំខាន់ទេបាទគឺខ្ញុំសុំខាតទៅដល់កន្លែង YCB តែម្ដងទៅបាទអូយេអ្នកគ្នាបាទស្ពនហើយបាទយើងធ្វើការវាយតែម្ដងទៅបាទយើងធ្វើការ break ហើយបើកជាមួយនឹង Buddha វាយតែម្ដងទៅបាទយោអ្នកគ្នាបាទយើងធ្វើការវាយងាប់ហើយបាទទីបំផុតបាទតម្រាំទៅវាយងាប់គឺថាវេទនាខ្លាំងមែនតើបាទគ្នាយើងបាទដោយសារគឺយើងប្រើដៃយើងវាយគឺវាអត់វាយអត់ត្រូវទេគ្នាយើងបាទគឺតើតើយើងប្រើ skill អីចឹងណាមិនវាយត្រូវបាទឥឡូវនេះយើងធ្វើការទៅទិញជាមួយនឹង V3 របស់យើងតែម្ដងទៅបាទយើងធ្វើការរត់ទៅកន្លែងកោះយើងទៅដែលមកបាទអាកន្លែងកោះផ្កាជូករត់អីចឹងណាគ្នាយើងបាទរត់ចូលរត់ទៅដើម្បីទៅនិយាយជាមួយនឹង NPC មួយនោះអីចឹងណា NPC ដែលយើងនិយាយក្បាលវីដេអូមុនអីចឹងណាគ្នាយើងបាទយើងធ្វើការរត់មកបាទរត់រោទ្វារមកបាទដើម្បីរោទ្វារចូលមកបាទនេះអ្នកគ្នាបាទគឺយើងឃើញហើយបាទទ្វារចូលហើយយើងគ្រាន់តែចុចនិយាយជាមួយវាមកបាទកន្លែងត្រង់យើងចុចយកមកគឺឲ្យយើងបងចំនួន2លានបានយើងធ្វើ V3 បានគឺយើងបាទនេះគឺយើងបាទទីមផុតយើងធ្វើបានហើយបាទ V3 ធ្វើ V3 ត្រីឆ្លាមអញ្ចឹងណាខ្ញុំហៅអញ្ចឹងតម្រង់បាទព្រោះខ្ញុំអត់ស្គាល់ទេបាទហ្នឹងគេហៅមិនទេបាទ
ចាំមើលគ្នាយើងបាទចាំមើលខ្ញុំបើកឲ្យគ្នាយើងមើលអញ្ចឹងណាគ្នាយើងបាទណែអ្នកគ្នាបាទលុយកប់សេរីបដ ாய் គ្នាយើងបាទអូហូបាទហើយបើសិនថាអ្នកគ្នាយើងចង់ធ្វើឲ្យគ្នាយើងអាចមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់ទៅគឺអ្នកគ្នានឹងចេះធ្វើ100%អ្នកគ្នាយើងបាទហើយសម្រាប់ V4 ចាំខ្ញុំព្រៀនធ្វើនៅវីដេអូក្រោយអញ្ចឹងណាគ្នាយើងបាទដើម្បីកុំឲ្យវីដេអូយើងវែងពេកអីចឹងណាគ្នាយើងបាទចឹងវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរគ្នាយើងបាទចាំជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេចចុច like និង subscribe Channel YouTube ខ្ញុំម្នាក់មួយផងណាអរគុណអ្នកគ្នាបាយបាយ